ព្រះរាជាបានផ្ដល់គ្រាប់ពូជមួយឲ្យកុមារគ្រប់រូបហើយបានប្រាប់ពួកគេឲ្យដាំឈើនោះឲ្យបានល្អបំផុតតាមដែលអាចធ្វើបានព្រះរាជាជាមនុស្សចាស់ហើយមិនមានកូនទេដូច្នេះទ្រង់កំពុងស្វែងរកអ្នកស្នងរាជមានក្មេងប្រុសម្នាក់ឈ្មោះពីងផេងដែលស្រឡាញ់ការធ្វើសួនច្បារណាស់ហេតុនេះហើយគាត់បានថែរក្សាគ្រាប់ពូជរបស់ខ្លួនរាល់ថ្ងៃយ៉ាងប្រុងប្រយ័ត្ននិងល្អឥតខ្ចោះប៉ុន្តែថ្ងៃកន្លងផុតទៅទោះបីជាគាត់យកចិត្តទុកដាក់ថែរក្សាយ៉ាងណាក៏ដោយគ្រាប់ពូជនោះក៏មិនលូតលាស់ឡើងគ្មានស្លឹកឬពន្លកអ្វីទាំងអស់ដល់ថ្ងៃដែលត្រូវយករុក្ខជាតិទៅបង្ហាញដល់ព្រះរាជាមនុស្សគ្រប់គ្នាបានមកជាមួយដើមឈើរបស់ខ្លួនតែលូតលាស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍ណាស់តែពីងវិញបានមកជាមួយផាំងដីតែទេមិនមានអ្វីទាំងអស់ព្រះរាជាបានដើរមើលរុក្ខជាតិទាំងអស់ដើម្បីជ្រើសរើសដើមដែលល្អបំផុតហើយទ្រង់មិនបាននិយាយអ្វីសោះរហូតដល់ទៅដល់ពីងពេលមកដល់ក្មេងប្រុសនោះព្រះរាជាបានជង្គង់ចុះហើយញឹមបន្ទាប់មកបានប្រកាសថាពីងគឺជាអ្នកស្នងរាជរបស់ទ្រង់ព្រះរាជាបានពន្យល់ថាគ្រាប់ពូជទាំងអស់ដែលទ្រង់បានផ្ដល់ឲ្យកុមារទាំងនោះត្រូវបានដាំស្ងោរជាមុនដូច្នេះវាមិនអាចលូតលាស់បានឡើយកុំភ្លេចណាជួយ follow admin ម្នាក់មួយដែលគ្រាន់តែចុចទៅលើសញ្ញាបូកឲ្យប្រែទៅជាសញ្ញាគ្រីសនិងចុច like ទៅលើសញ្ញាបេះដូងផងដែរអរគុណសម្រាប់ការតាមដាននេះមានន័យថាព្រះរាជាបានដឹងយ៉ាងច្បាស់ថាអ្នកចូលរួមផ្សេងទៀតបានបោកប្រាស់ដោយបដូរគ្រាប់ពូជរបស់ខ្លួនជាមួយគ្រាប់ពូជផ្សេងមានតែពីងប៉ុណ្ណោះតែស្មោះត្រង់និងមិនបោកប្រាស់ហេតុនេះហើយគាត់ត្រូវបានព្រះរាជាផ្ដល់រង្វាន់និងជ្រើសរើសជាអ្នកស្នងរាជ